អ្វីជាអត្តន័យនៃជីវិតសេចក្តីសុខហើយសុភមង្គលគ្រួសារគេវាស់ទៅលើអ្វីខ្ញុំបាននិយាយនៅភាគមុនថាខ្មែរសម័យឥឡូវ1000-10000នាក់រកតែម្នាក់ឲ្យនិយមន័យជាក់លាក់អំពីសុភមង្គលអត់បានទេអញ្ចឹងរឿងសុភមង្គលនេះអ្នកសួរថាយកស្អីមកវាស់ម៉ែត្រឬក៏ប្រដាប់វាស់សុភមង្គលគឺខ្លួនយើងប្តីប្រពន្ធឬក៏ក្រុមគ្រួសារយើងឧបមាថាយើងគិតថានាំគ្នាលេងល្បែងមកគ្រួសារហ្នឹងលេងល្បែងទាំងប្តីទាំងប្រពន្ធទាំងកូនវាជាសុភមង្គលអាហ្នឹងសុភមង្គលហើយណាចុះបើសួរតាសុភមង្គលជាអ្វីសុភមង្គលជាគុណតម្លៃគ្រួសារដែលតាក់ទងខ្លាំងទៅលើការបន្តពូជសេចក្តីសុខនៅក្នុងគ្រួសារប្រកបទៅដោយគុណតម្លៃហើយនឹងការបន្តពូជឲ្យមានសុវត្ថិភាពនិងសុខភាពនៅអនាគតមានន័យថាម៉េចប្តីប្រពន្ធចេះជួយគ្នាទៅវិញទៅមកកុំអង្គុយចាំតែថាប្តីនិងប្រពន្ធត្រូវហ៊ានបដូរស្លាប់រស់នឹងគ្នាកូនមិនត្រូវកាន់ជើងណាមួយស្រឡាញ់ស្មើហើយមិនទម្រើសដាច់ខាតត្រូវឲ្យកូនរៀនលំបាកពីព្រោះនៅពេលមានអាសន្នកូនអាចកសាងជីវិតខ្លួនឯងបានផ្ដល់ឲ្យកូនមិនមែនចែកមាសចែកប្រាក់ចែកដីចែកធ្លីចែកផ្ទះចែកទ្រព្យទេគឺចែកចំណេះដឹងតាមរយៈការឧបត្ថម្ភកូនឲ្យទៅសាលាថែទាំកូនឲ្យទៅសាលាយកចិត្តទុកដាក់នឹងលំហាត់កូនហើយនឹងចាប់ផ្ដើមនាំកូនឲ្យចេះធ្វើការចាប់ពីឆ្នាំទី2នៃមហាវិទ្យាល័យទៅបើអាចជួយតម្រង់កូនលើការងារផ្ដល់សេចក្តីស្រឡាញ់ឲ្យកូនមិនឲ្យកូនស៊ីចូលមិនឲ្យកូនអួតមិនឲ្យកូន fake ដើម្បីមិនឲ្យកូនចូលមិនឲ្យកូនអួតមិនឲ្យកូន fake ប្តីប្រពន្ធអត់មាន fake អត់មានចូលអត់មានអួតចប់សុភមង្គលវាស់ខ្លួនឯងតាវាស់បោះតាណាកូនណាដូចជាចៅមួយសួរថាស្រុកខ្មែរសម្បូរមនុស្សចូលសំណួរហ្នឹងវាអត់មានន័យកូនមិនបានអត់មានន័យពីព្រោះអ្វីដែលសំខាន់ជាងគេតើចៅឈប់ចូលហើយនៅហើយចូលបន្ទាប់ពីឈប់ចូលតើចៅចេះឬទេបើអត់ចេះរៀនចុះអ្នកគេចូលបើជាវាគ្មិនសង្គមដូចតានិយាយតែបើចៅត្រូវសំងំកសាងខ្លួនគ្មានពេលនឹងយកចិត្តទុកដាក់ជាមួយមនុស្សចូលមនុស្ស fake ទេបើចៅចង់កសាងចំណេះដឹងនឹងអនាគតចំណែកតាជាវាគ្មិនតានិយាយណាពេលខ្ញុំទៅរៀនតែងតែមានលេងសើចចំពោះមានគេលេងសើចចំពោះខ្ញុំជ្រុលដូចជាមិនឡើយបានជាស្គមចាំខ្ញុំជម្រាបឲ្យបានដឹងរឿងហ្នឹងសង្គមខ្មែរយើងកាលណាមានអ្នកនិយាយលេងសើចអញ្ចឹងណាមិនបានស្គមម្លេះមិនបានមុខឡើងស្ងួតហើយដូចមិនស្រួលខ្លួននេះអីមានមនុស្សនៅក្នុងស្រុកខ្មែរតែងតែនៅក្នុង show ខ្ញុំក៏និយាយចឹងតាអត់ស្រួលខ្លួនទេតាសុខភាពមិនហើយបានមុខអញ្ចេះមុខចុះគេមិនមែនយកចិត្តទុកដាក់ពីសុខភាពទេហើយអ្នកដែលនិយាយជាមួយនឹង country side ឯងមិនមែនជាអ្នកយកចិត្តទុកដាក់យើងទេសង្គមគេប្រើល្បិចមួយដែលជាទង្វើអាក្រក់របស់សង្គមអាហ្នឹងគឺមកពីពាក្យថាមនុស្សអត់ឈួតទេណាកូនមនុស្សអត់ឈួតទេតែនៅពេលដែលមនុស្សត្រូវគេសួរច្រើនពីព្រោះគេចង់ឲ្យយើងคล้ายទៅជាមនុស្សឈួតមិនបានយើងមុខស្ងួតម៉េះមិនបានយើងមុខស្លក់ម្លេះយើងមិនស្រួលខ្លួនទេដឹងសម្ដីអស់នេះមិនមែនជាសម្ដីយកចិត្តទុកដាក់គឺសម្ដីនាំយើងឲ្យឈួតអញ្ចឹងយើងត្រូវរៀបចំការការពារខ្លួនណាកូនយើងត្រូវរៀបចំការការពារខ្លួនគឺយើងអត់ឆ្លើយណាយើងអត់ឆ្លើយគ្រាន់តែញញឹមឬក៏យើងមិនចាំបាច់ញញឹមយើងដើរចេញហើយយើងត្រូវខំប្រឹងប្រើ defensive mechanism នៅក្នុងខួរក្បាលយើងគឺលុបចោលអាពាក្យហ្នឹងកុំឲ្យចាប់អារម្មណ៍មនុស្សអស់នេះកំពុងតែធ្វើឲ្យយើងឈួតទេណា country side គេធ្វើចំពោះខ្ញុំរាល់ថ្ងៃគេដឹងខ្ញុំកើតមហារាជអញ្ចឹងគេតែងតែនិយាយថាតាមិនបានជាអត់សូវស្រួលខ្លួនអញ្ចឹងតាប្រហែលថ្ងៃនេះផ្លែឈឺទេពីព្រោះគេចង់ឲ្យខ្ញុំនឹង stress ខ្ញុំអត់ stress ទេព្រោះខ្ញុំការពារខ្លួនខ្ញុំបានអូខេខ្ញុំការពារខ្លួនខ្ញុំបានអត់ stress ទេអត់ stress ណាអូខេអរគុណនុចកុសលហៅកុសលតាមានផលប៉ះពាល់ណាមួយពីរលកកម្ដៅEl Niño
nơi trong cái lục tạ El Nino passport sọc cặp hiệp passport chỉ vật mà nô sát passport political hơi trong cái passport sai được cái nè El Nino hay El Nino bánh chanh nơi atipolរបស់វាខុសៗគ្នាបច្ចុប្បន្ននេះអតិពលរបស់ El Nino អ្នកប្រាជ្ញនៅតាមដានចងក្រងនៅឡើយទេណាកូននឹងអញ្ចឹងខ្ញុំរៀនឆ្នាំទី1រៀននៅខេត្តតែគួរស្វែងរកងារការងារធ្វើឬទេសុកធេរីខំចាំឲ្យចប់ឆ្នាំទី2សិននៅខំប្រឹងអត់ធ្មត់ពេលព្រោះឆ្នាំទី1ឆ្នាំទី2យើងត្រូវខំប្រឹងរៀនឲ្យស្មារតីសិនណាកូនណា87ខ្ញុំហុចលុយសងគេហើយតែគេថាខ្ញុំអត់តន់សងថ្ងៃក្រោយយើងចាំមនុស្សចេះតែអញ្ចឹងថតទុកចុះពេលយើងចម្ពាក់គេមានផោះតាងទេបើយើងចម្ពាក់គេអត់មានផោះតាងអាហ្នឹងយើងអត់ខ្លាចតវ៉ាទេពេលយើងចម្ពាក់គេយើងមានចុះហត្ថលេខាអីទេណាអាហ្នឹងយើងគិតទាំងសងខាងគិតការពារផងគិតវាយលុកផងយើងពុះពៀឧបសគ្គជាមួយគ្នាហើយហេតុអ្វីគ្មានអ្នកមើលឃើញអីចឹងมันអស់សេចក្តីទេចៅប្រូត្រាតែតាឆ្លើយបានបើយើងពុះពៀឧបសគ្គជាមួយគ្នាហើយគេមិនឃើញថ្ងៃក្រោយយើងកាត់បន្ថយការចូលរួមជាមួយគេហើយយើងការពារខ្លួនយើងកុំចាប់អារម្មណ៍រឿងគេមើលមិនឃើញខ្ញុំឲ្យឧទាហរណ៍តែខ្ញុំជាមួយនឹងភរិយាខ្ញុំយកចិត្តទុកដាក់ភរិយាខ្ញុំស្វាត់ស្វាញជាមួយភរិយាខ្ញុំបើភរិយាខ្ញុំគាត់នៅតែមើលមិនឃើញខ្ញុំរៀបផែនការលែងលះគ្នាអញរស់នៅមួយឯងបានការអញស្មោះត្រង់នឹងឯងអញអត់មានវិវេអញគ្មាននេះទេហើយអញខំប្រឹងធ្វើការងារហើយឯងមើលមិនឃើញអញអញ្ចឹងរស់នៅមួយនេះអត់បានទេណាកុំថាឡើយរៀបការជាមួយគ្នាមួយឆ្នាំរៀបការ40ឆ្នាំមានកូន20ក៏ដោយចែកផ្លូវនេះចុះក្រុមហ៊ុនវិញធ្វើការជាមួយគ្នាគេមើលយើងអត់ឃើញប៉ុន្តែនៅក្នុងលក្ខន្តិកៈនៃក្រុមហ៊ុនបើគេធ្វើការគេមានប្រាក់ខែចំណែកយើងធ្វើការយើងមានប្រាក់ខែតែបើយើងមានប្រាក់ខែដូចគេមានប្រាក់ខែហើយគេអត់ធ្វើការយើងធ្វើការអាហ្នឹងរៀបផែនការដកខ្លួនថយចេញពីក្រុមហ៊ុនចែកហ៊ុនគ្នាព្រោះអនាគតក្រុមហ៊ុនហ្នឹងវាត្រូវតែឆ្លោះគ្នាចុះបើរៀនជាមួយគ្នាយើងតែងយកចិត្តទុកដាក់បបួលគេដើម្បីធ្វើលំហាត់ជាមួយត្រៀមប្រឡងគេទៅត្រៀមជាមួយអ្នកដតីហើយគេមកត្រៀមជាមួយយើងប៉ុន្តែទីបំផុតគេទៅល្អជាមួយអ្នកដតីគេអត់ល្អជាមួយយើងឈប់ត្រៀមជាមួយគេចម្លើយមានប៉ុណ្ណឹងឯងកូនណាអូខេស្រុកយើងឥឡូវមានមនុស្ស3ប្រភេទនៅស្រុកខ្មែរ1ចាំមើលស្ថានភាពហើយទ្រពង2ល្ងងធ្វើចេះ3សរសើរបានចិត្តហើយចូលមានច្រើនជាងហ្នឹងចាន់ចៅមានច្រើនជាងហ្នឹងយើងត្រូវយល់ហើយបើចៅយល់ហើយរៀបខ្លួនកុំឲ្យប៉ះគេហើយឲ្យលូតលាស់ខ្លួនយើងណាអាហ្នឹងអញ្ចឹងធ្វើមិនដាច់ឲ្យវិស័យសុខាភិបាលយើងរីកចម្រើនវិស័យសុខាភិបាលនៅប្រទេសកម្ពុជារីកចម្រើនមួយចំនួនហើយរីកចម្រើនមួយចំនួននៅតាមមន្ទីរពេទ្យរដ្ឋឥឡូវក៏យើងឃើញហើយបើយើងវាស់ពី93មកឆ្នាំ2000ពី2000មកដល់2010ពី2010មក2020ហើយឥឡូវនេះបាន6ឆ្នាំយើងបើនិយាយដោយមិនអកតេបើនិយាយដោយមិនអវិជ្ជមានបើត្រូវទទួលស្គាល់ទាំងការពិតហើយនឹងរិះគន់ផងខ្ញុំឯអ្នករិះគន់រឿងសុខាភិបាលណាខ្ញុំឯរិះគន់ថាលោកធំចូលចិត្តប្រើពេទ្យបរទេសតែការចម្រើនផ្នែកសុខាភិបាលមានមួយកម្រិតហើយមិនត្រឹមតែចម្រើនខាងសាធារណសុខាភិបាលទេឯកជនសុខាភិបាលក៏មានន័យថាមណ្ឌលសុខភាព clinic មន្ទីរពេទ្យឯកជនហ្នឹងក៏ជឿនលឿនជាងមុនឆ្ងាយណាក៏ជឿនលឿនជាងមុនឆ្ងាយអូខេអាហ្នឹងអញ្ចឹងជឿនលឿនជាងមុនឆ្ងាយលោកតាមិត្តខ្ញុំអង្គុយជាប់តុម៉ោងគ្រូចូលលេងហ្គេមរឿងរបស់គេកូនបើចៅជាមនុស្សចូលចិត្តគិតពីគេមានន័យថាចៅជាមនុស្សអត់ខំរៀនអញ្ចឹង
ការណែនាំរបស់តាគឺចៅអត់ត្រូវគិតគេទេមនុស្សអង្គុយតុកជាមួយខ្ញុំហើយខ្លួនវាស្មោកគ្រោកបើខ្ញុំដូរតុកបានដូរបើខ្ញុំអត់ដូរតុកបានទេត្រូវអត់ធ្មត់ខំរៀនមនុស្សនៅចិត្តខ្ញុំចូលចិត្តងាកមើលខ្ញុំបើខ្ញុំដូរតុកបានដូរបើខ្ញុំអត់ដូរតុកបានទេខ្ញុំមិនឲ្យវាមើលឃើញបាត់បាំងណាមនុស្សនៅចិត្តខ្ញុំវាមិនខំរៀនវាខំតែលួចមើលគេទុកឲ្យវាលួចមើលគេចំណែកខ្ញុំខំរៀនបើកែវវងឯងគិតដូចតាកែវវងឯងជាមនុស្សពូកែតែបើកែវវងឯងអាឡ័យរវល់រឿងគេអត់រៀនកែវវងឯងនឹងប្រឡងធ្លាក់ជូកឺតង់មិញបើមនុស្សងប់ងល់នឹងសាសនាជំនឿខ្លាំងពេកតែមានផលប៉ះពាល់ទេលោកតាមានផលប៉ះពាល់គឺសេចក្តីវិនិច្ឆ័យខ្លួនឯងខាត់លុយខាត់កាក់ខាត់ពេលខាត់វេលាហើយអ្នកដែលងប់ងល់នឹងសាសនាងប់ងល់នឹងជំនឿខ្លាំងពេកយើងលំបាកកែគេណាបើយើងអាចកិច្ចបានកិច្ចបើយើងកិច្ចមិនបានយើងកុំឧបត្ថម្ភមនុស្សហ្នឹងបើជាម្ដាយយើងជាឪពុកយើងអីយើងកុំឧបត្ថម្ភគាត់ពេកយើងឲ្យគាត់បន្តិចតួចបានហើយពីព្រោះគាត់យកលុយកាក់ហ្នឹងទៅឲ្យគេទាំងអស់ណាកាវយ៉ងហេតុអ្វីនៅពេលម៉ាតឬ supermarket ត្រូវបានគេលួចរបស់ចាំបាច់តម្រូវឲ្យលក់ឡើងថ្លៃអរគុណចាំខ្ញុំជម្រាបការលក់រាយបាត់ហាងអីក៏ដោយបើនៅក្នុងស្រុកភូមិហ្នឹងទីតាំងហ្នឹងវាមានចោលទំនិញត្រូវតែឆ្លៀតឡើងថ្លៃពីព្រោះការឡើងថ្លៃទំនិញដើម្បីយកទៅផាត់ការខាតបង់និងចោរកម្មនេះគឺជាក្បួនពាណិជ្ជកម្មចៅសួរនេះដោយសារចៅអត់រៀនពាណិជ្ជកម្មទី1បើតំបន់ហ្នឹងមានចោលច្រើនគេត្រូវបញ្ចុះគុណភាពទំនិញគេយកតែទំនិញដែលមានគុណភាពទាបមកលក់ហើយគេលក់ជាតម្លៃស្មើនឹងទំនិញមានគុណភាពខ្ញុំឲ្យឧទាហរណ៍បើភេសជ្ជៈយើងលក់ភេសជ្ជៈហើយសម្បូរចោលលួចដាក់ហោប៉ៅវាចូលមកបើដាក់ហោប៉ៅវាដើរចេញយើងត្រូវយកភេសជ្ជៈណាដែលថោកជាទីបំផុតពីព្រោះស្រុកអាភូមិហ្នឹងវាសម្បូរចោលណាដល់សម្បូរចោលយើងត្រូវលក់អាថោកជាទីបំផុតហើយលក់តម្លៃស្មើអាគុណភាពល្អបើចោលវាលួចឧទាហរណ៍ថាយើងទិញភេសជ្ជៈមកវាយើងវាយតម្លៃឯកតាវាមួយកំប៉ុងយើងអស់10សេនយើងលក់$2ស្មើនឹងភេសជ្ជៈគុណភាពណាពេលវាលួចយើងនៅចំណេញហ្នឹងគឺរបៀបគេលក់អញ្ចឹងមិនមែនជាអំពើអាក្រក់ទេគឺជាវិធីលក់ដូរគេលក់អញ្ចឹង1ទី2ណាទី2នៅពេលដែលវាលួចច្រើនគឺការវាយតម្លៃទំនិញរបស់ដែលយើងលក់មុនដំបូងយើងវាយតម្លៃ100ស្មើ100បើនៅអាមេរិក100ស្មើ100មានន័យថាទិញមក$1លក់$2ណាតែបើស្រុកហ្នឹងវាមានចោលត្រូវលក់$3ពីព្រោះបើលក់$វាទៅទប់ទល់នឹងការខាតបង់អត់បានទេហ្នឹងរបៀបអញ្ចឹងហើយគុណភាពគឺអញ្ចឹងតាំងពីសាច់តាំងពីភេសជ្ជៈតាំងពីស្អីក៏ដោយគឺត្រូវតែយករបស់ដែលមានគុណភាពទាបតម្លៃថោកបំផុតមកលក់បើនៅក្នុងភូមិឋានហ្នឹងចោលវាច្រើនប្រសិនបើមិនធ្វើអញ្ចឹងទេយើងនឹងដួលហ្នឹងមួយទៀតនៅក្នុងស្រុកដែលសម្បូរនៅក្នុងភូមិដែលសម្បូរចោលច្រើនយើងត្រូវលក់ឲ្យបានច្រើនម៉ោងឧទាហរណ៍ថាយើងបើកហាងលក់ណាយើងលក់ពីម៉ោង8ព្រឹកដល់ម៉ោង6ល្ងាចហើយស្រុកហ្នឹងចោលច្រើនយើងត្រូវបើកលក់ឲ្យយូរជាងហ្នឹងប៉ុន្តែនៅពេលម៉ោងយប់វាហានិភ័យខ្ពស់អញ្ចឹងយើងបិទទ្វារតែយើងលក់តាមហុចឲ្យគេហុចលុយឲ្យយើងមុនយើងយករបស់ឲ្យគេហើយដូចម្ដេចបានយើងត្រូវបន្ថែមម៉ោងលក់យកចំណេញណាយកចំណេញយើងលក់បានច្រើនមួយទៀតនៅក្នុងភូមិឋានដែលសម្បូរចោលមែនតើចំពោះអ្នកលក់ដូរតូចតាចឱកាសមានច្រើនជាងមុនឱកាសរកចំណេញវាបានច្រើនជាងភូមិឋានសុវត្ថិភាពវាបានច្រើនជាងភូមិឋានសុវត្ថិភាពនឹងអ្នកដែលរកស៊ីលក់ដូរគេគិតអញ្ចឹងកូនណាអូខេនេះរបៀបដែលគេទៅរៀនខាងពាណិជ្ជកម្មគេគិតអញ្ចឹង
លោកពូប្រជាជនខ្មែរឥឡូវមិនទៅជាអញ្ចឹងអស់ទៅនាំគ្នាដងទឹកទៅរមណីយដ្ឋានទេទឹកពុះឡើងចង់រៀងអស់ហើយនាំគ្នាទៅភ្លុកទឹកភ្លុកដីខ្ញុំឃើញខ្លះដែរនេះគឺជាវិបត្តិនៃអបិយជំនឿណាដូច្នេះហើយវិបត្តិនៃអបិយជំនឿនេះងាយស្រួលណាស់ពេលយប់ឡើងអញ្ញាធម៌អប្សរាដាក់កំពងបូមទឹកដាក់ឲ្យពេញទៅអូខេដាក់ឲ្យពេញទៅណាត្រង់នេះហើយដែលជាវិបត្តិនៃសតិអារម្មណ៍របស់យើងណាតើនៅក្នុងសង្គមខ្មែរបច្ចុប្បន្នការងាររាជការឆ្លើយហើយកូនណាខ្ញុំចាក់អស់ហើយគ្មានលុយចាយទេល្អជួយអបអរផងបើបានដាច់បាយតាមមិនដឹងជាសុបាយចិត្តប៉ុណ្ណាទេបើបានស៊ីត្រឹមបបមកឡាព្រែព្រឹកឡាព្រែល្ងាចណាមកពីចៅចាក់បាល់អស់លុយណាតាសុបាយចិត្តណាស់ហើយបើបានម្ដាយឪពុកឬអាណាព្យាបាលដេញចាញ់ពីផ្ទះទៀតឲ្យទៅនៅជាមួយក្មេងហាត់កាវរឹតតែតាត្រេកអរទៀតកូនតាក៏ដោយចៅតាក៏ដោយក្មួយតាក៏ដោយតាធ្វើតែអញ្ចឹងកូនអូខេតាធ្វើតែអញ្ចឹងណាតាគួរដោះស្រាយបែបណាកាវយ៉ងអតិថិជនដែលគាត់មកហួសហេតុគាត់តថ្លៃក្នុងតម្លៃហួសហេតុធម្មតាកាលណាយើងត្រូវគេតថ្លៃឲ្យថោកពេកយើងខឹងណាតែខឹងអត់ចំណេញចិត្តសាស្ត្ររបស់យើងគឺញញឹមហើយនិយាយសម្ដីដោយសុភាពរៀបសារថាសុំទោសចុះលោកអត់បានហើយដើរចេញខ្ញុំធ្លាប់ជួបពួកឥណ្ឌាមកនិយាយរិះគន់តំណែងខ្ញុំឆ្លើយទៅវិញថាសុំទោសចុះហើយខ្ញុំដើរចេញអ្នកតថ្លៃបថោកខ្លាំងមែនតើញញឹមដាក់គាត់ឲ្យប្រាប់គាត់ថាសុំទោសខ្ញុំលក់មិនបានហើយដើរចេញឈប់ឲ្យគាត់តទៀតហើយបើគាត់តាមមកគាត់ថានេះខ្ញុំចង់បានរបស់ហ្នឹងលក់ឲ្យថោកបន្តិចមើលបើយើងអាចបញ្ចុះតម្លៃឲ្យគាត់បានបន្តិចយើងធ្វើទៅដើម្បីលក់តែបើយើងដឹងថាគាត់ហ្នឹងវាឲ្យនៅតែទេមទៀតសុំទោសយើងឆ្លើយតែប៉ុណ្្នឹងដើរចេញពីគាត់ទៀតហើយបើគាត់ឲ្យតម្លៃយើងវិញឧទាហរណ៍របស់ហ្នឹង$2គាត់ថា$1 25 សេនយើងអត់លក់បានគាត់ថានេះ1 ឡាក់លក់បានទេយើងជម្រាបគាត់ថា$1 90 សេនខ្ញុំអាចជូនបានជាតម្លៃចុងក្រោយអត់អាចបញ្ចុះបានទៀតទេទិញច្រើនក៏ប៉ុណ្ណឹងទិញតិចក៏ប៉ុណ្ណឹងហើយបើគាត់និយាយថាអូស៊ីអីចឹងសុំទោសពាក្យសុំទោសនឹងឈឺជាងយើងទៅឆ្លោះជាមួយគាត់ទៀតចំពោះអតិថិជនណាពាក្យថាសុំទោសហ្នឹងគាត់ឈឺជាងយើងទៅទៀតដូច្នេះហើយកុំឆ្លោះជាមួយគាត់កុំឆ្លោះជាមួយគាត់ណាកៅយ៉ងលោកតាមិនបានជាមនុស្សនៅស្រុកខ្មែរឥឡូវនេះពេលបែកបាក់គ្នាចូលចិត្ត drama ម្លេះក្នុង Facebook TikTok មនុស្សឥឡូវជឿថាយកទៅប្រាប់ TikTok Facebook មានគេជួយឲ្យតម្លៃចំណែកខ្ញុំរឿងគ្រួសារខ្ញុំអត់មានយករឿងទៅប្រាប់ TikTok ទេចាស់ឃើញខ្ញុំអត់ហ៊ានផ្សាយរូបថតកូនខ្ញុំទេខ្ញុំប្រយ័ត្នណាពីព្រោះអីកូនខ្ញុំមានតម្លៃខ្ញុំអត់ឲ្យអ្នកណាមកបថោកូនខ្ញុំទេខ្ញុំបង្ហាញមុខភរិយាខ្ញុំពីព្រោះយើងពីអ្នកដៃប៉ុនយើងបានឆ្លងកាត់ការលៀបពណ៌ការធ្វើបាបការបង្កាច់បង្ខូចតាំងពី2017មកយើងឆ្លងកាត់រួចហើយបានយើងអត់មានការភ័យខ្លាចណាអានឹងចឹងខ្ញុំជម្រាបលាណាបងប្អូនបាទចាំជួបនេះពេលក្រោយខ្ញុំត្រូវចាញ់ទៅធ្វើការក្រៅ